កាលពី6ឆ្នាំមុនគឺខ្ញុំបានសម្រេចចិត្តដ៏ធំបំផុតមួយនៅក្នុងជីវិតរបស់ខ្ញុំដែលវាបានផ្លាស់ប្ដូរទស្សនៈភាពរបស់ខ្ញុំបានច្រើនមែនទែនគឺបានសម្រេចចិត្តក្នុងការបន្តការសិក្សានៅក្រៅប្រទេសដោយសារតែខ្ញុំទទួលបានអាហារូបករណ៍ 100% ហើយខាងក្រោមនេះគឺជារឿងមួយចំនួនដែលខ្ញុំសង្ឃឹមថាខ្លួនឯងបានដឹងបានយល់និងបានធ្វើវាឲ្យល្អបំផុតមុននឹងខ្ញុំសម្រេចចិត្តក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យហើយវីដេអូនេះគឺធ្វើជាពិសេសសម្រាប់សិស្សប្អូនដែលគាត់កំពុងតែព្យាយាមស្វែងរកសាកលវិទ្យាល័យរៀនឬក៏គាត់ទើបតែបញ្ចប់ថ្នាក់វិទ្យាល័យហើយនឹងកំពុងតែបន្តរៀនជំនាញក្នុងក្តីសម័យរបស់គាត់នៅសាកលវិទ្យាល័យហើយរឿងទី1គឺជំនាញគ្រប់គ្រងពេលវេលាគឺជាអាយុជីវិតរបស់សិស្សគ្រប់រូបតាមពិតទៅកាលពីយើងរៀនវិទ្យាល័យយើងតែគិតថានៅសាកលវិទ្យាល័យក៏មិនខុសអីពីនៅវិទ្យាល័យទេកាលមុនខ្ញុំតែគិតថានៅសាកលវិទ្យាល័យខ្ញុំនឹងមានពេលច្រើនអត់បាច់រៀនមុខវិជ្ជារូបវិទ្យាគណិតវិទ្យាឬក៏មុខវិជ្ជាជាច្រើនត្រូវរៀនគួរច្រើនត្រូវធ្វើការសាលាជាច្រើនទេអានោះគឺជាការយល់ឃើញរបស់ខ្ញុំនៅកាលពីខ្ញុំរៀននៅវិទ្យាល័យប៉ុន្តែនៅពេលដែលមកដល់សាកលវិទ្យាល័យខ្ញុំទើបតែដឹងថានៅសាកលវិទ្យាល័យគឺខុសពីវិទ្យាល័យមានថាអ្វីគ្រប់យ៉ាងមិនថាពេលវេលាឬក៏សកម្មភាពផ្ទាល់ខ្លួនគឺជាយើងជាអ្នកទទួលខុសត្រូវនិងគ្រប់គ្រងដល់ខ្លួនឯងការនៅវិទ្យាល័យគ្រូប្រកាសជាដាស់តឿនយើងហើយគេហៅថារំលឹកយើងថាត្រូវរៀនអីព្យាយាមជំរុញយើងឲ្យធ្វើការសាលាឲ្យទាន់ពេលវេលាប៉ុន្តែនៅសាកលវិទ្យាល័យគឺគ្រូគឺមិនខ្វល់អំពីអ្នកទេពួកគាត់មកបង្រៀនដាក់កិច្ចការឲ្យអ្នកធ្វើហើយអត់ខ្វល់ថាអ្នកគេថាមានសម្ពាធឬក៏មានការច្រើនទេសំខាន់បងប្អូនត្រូវតែសម្រេចការឲ្យទាន់ពេលវេលាអាហ្នឹងគឺជារឿងសំខាន់អញ្ចឹងបានន័យថាជំនាញគ្រប់គ្រងពេលវេលាគឺសំខាន់មែនទែនបើសិនបើបងប្អូនអត់មានទម្លាប់នៃការគ្រប់គ្រងពេលវេលាច្បាស់លាស់ទេបងប្អូននឹងវេទនាហ្មងបងប្អូននឹងអត់មានពេលគេងការទទួលរងនៅគេថាសម្ពាធផ្សេងៗពីការសារបស់យើងអញ្ចឹងខាងក្រោមនេះគឺជា tip តូចៗមួយចំនួនដែលបងប្អូនគួរតែអនុវត្តឲ្យបានល្អពេលចូលរៀននៅសាកលវិទ្យាល័យទី1គឺការសរសេរផែនការប្រចាំថ្ងៃរបស់យើងឲ្យបានច្បាស់លាស់ថាថ្ងៃហ្នឹងយើងត្រូវសម្រេចអីរៀបចំឬក៏វិភាគថាការងារណាមួយឬក៏ការសាលាណាមួយដែលវាបន្ទាន់សំខាន់ដែលយើងត្រូវសម្រេចមុនគេបងប្អូនអាចសរសេរវានៅលើសភៅរបស់យើងសភៅnoteរបស់យើងឬក៏អាចប្រើ digital note ដូចជា Notion ជាដើមទី2គឺការបំបែកគោលដៅធំរបស់យើងទៅជាកិច្ចការតូចៗដែលយើងអាចសម្រេចបានឧទាហរណ៍បើការងារហ្នឹងត្រូវការរយៈពេល10ម៉ោងក្នុងការសម្រេចអូខេយើងចំណាយពេល1ថ្ងៃ1ម៉ោង1ថ្ងៃ1ម៉ោងទៅថតកិច្ចការហ្នឹងគួរឲ្យពេលរយៈពេល2សប្តាហ៍ក្នុងការធ្វើវាអញ្ចឹងព្យាយាមធ្វើវារាល់ថ្ងៃប៉ុន្តែធ្វើវាកុំចាំតតែសមមួយថ្ងៃក្រោយមុនឯឡានបានធ្វើអានឹងគឺជាកំហុសធំមួយទៀតគឺកុំព្យាយាមអនុវត្ត R1 high policy ច្រើនពេកអានឹងគឺជាកំហុសដ៏ធំមួយយើងព្យាយាម chill every day តតែចិត្តផុត deadline បានយើងចាប់ផ្ដើមធ្វើការអាហ្នឹងឯងដែលធ្វើយើងមានសម្ពាធការងារធ្វើឲ្យបានល្អហើយមួយទៀតធ្វើយើងគេបានគ្រាន់ខ្ញុំធ្លាប់ជួបបទពិសោធន៍ជាច្រើនដោយសារតែខ្ញុំរៀនស្ថាបត្យកម្មកាលពីខ្ញុំរៀនឆ្នាំទី1ទី2ជាដើមគឺសង្ឃថាដោយសារតែខ្ញុំជ្រើសរើសពាក្យថា chill every day មានថាពេលថ្ងៃយើងអត់ខ្វល់យើង chill យើងដើរលេងយើងធ្វើសកម្មភាពដែលសប្បាយប៉ុន្តែនៅពេលដែលដល់ពេល deadline អត់មានពេលដេកថ្ងៃខ្លះគឺ3ថ្ងៃជាប់គ្នាខ្ញុំអត់សង្ឃថាបានដេក2ម៉ោងអីគត់ចំណុចទី2ដែលខ្ញុំសង្ឃឹមថាខ្លួនឯងនឹងបានដឹងនិងក៏អនុវត្តបានល្អហ្នឹងគឺជាជំនាញនៃការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនខ្ញុំនិយាយថានៅពេលដែលបងប្អូនមករកសាកលវិទ្យាល័យបងប្អូននឹងត្រូវចំណាយច្រើនឬក៏បងប្អូនត្រូវតែព្យាយាមហៅថាកំណត់សម្គាល់នៅលំហូរនៃការចំណាយរបស់យើងពេលខ្លះបងប្អូនគិតថាអូខេលុយប៉ុណ្ណឹងយើងអាចចាយបានគ្រប់គ្រាន់ពេលមួយខែប៉ុន្តែបងប្អូននឹងដឹងថាបងប្អូននឹងធ្វើចំណាយរឿងជាច្រើនអាចនឹងដល់ពាក់កណ្ដាលខែអត់ទាន់ទេគឺអស់លុយចាយអញ្ចឹងបងប្អូនអាចគេហៅថាព្យាយាមកាត់ចំណាយដែលមិនចាំបាច់ចោលកុំព្យាយាមញ៉ាំបាយឬក៏ញ៉ាំអីនៅក្រៅច្រើនដងពេកកុំព្យាយាមមួយអាទិត្យញ៉ាំ5ថ្ងៃ6ថ្ងៃអត់ទេ
យើងយូរយើងហូបម្ដងទៅយើងព្យាយាមធ្វើអីខ្លួនឯងឬក៏ធ្វើម្ហូបញ៉ាំខ្លួនឯងជាដើមទៅអានឹងគឺជាអីមួយដែលខ្ញុំគិតថាវាពិតជាសំខាន់ហើយមួយទៀតគឺមានថាការសន្សំកុំព្យាយាមចាយលុយទៅលើរបស់ដែលមិនចាំបាច់ហើយបែរជាអត់មានលុយសន្សំក្នុងការដោះតល់នៅពេលដែលយើងឈឺនៅពេលដែលយើងត្រូវការលុយបន្តនេះជាដើមខ្ញុំធ្លាប់ជួបបទពិសោធន៍មួយគឺអាចជាបានថាដោយសារតែខ្ញុំចង់បានរបស់ពេកខ្ញុំចំណាយលុយខ្លួនឯងសឹងតែអស់ពីខ្លួនហើយទៅទិញបាយជើងវាថ្លៃដែរប៉ុន្តែយើងស្រឡាញ់អញ្ចឹងនៅពេលដែលទិញហើយអត់មានអីហូបមីហូបអីឬក៏ខ្ចីលុយមិត្តភ័ក្តិអញ្ចឹងទៅអានឹងគឺជាកំហុសធំមួយដែលបងប្អូនគួរតែពិចារណាក្នុងការកំណត់ចំណាំនិងរៀនអំពីការរឹងនៃបន្ទប់ផ្ទាល់ខ្លួនកុំឲ្យមីរាល់ចុងខែហើយចំណុចទី3ខ្ញុំគិតថាវាគឺជាចំណុចមួយដែលធ្វើឲ្យយើងបាក់ទឹកចិត្តនៅពេលយើងជួបបញ្ហាប៉ុន្តែយើងអត់សុំជំនួយហើយយើងព្យាយាមស្ងប់ស្ងាត់គិតថាវាអត់អីទេអញ្ចឹងចំណុចទី3គឺវាមិនអីទេក្នុងការសុំជំនួយពីមិត្តរួមថ្នាក់របស់យើងគ្រូរបស់យើងឬក៏អ្នកស្គាល់ដែលយើងរៀនជាមួយនឹងពេលខ្លះទៅបងប្អូននៅពេលរៀននៅសាកលវិទ្យាល័យបងប្អូននឹងជួបបញ្ហាជាច្រើនពេលខ្លះទៅចូលរៀនទៅអត់ដឹងតើគ្រូនិយាយពីអីពេលខ្លះចប់ម៉ោងរៀនហើយមកដល់បន្ទប់វិញត្រូវរៀនអីដែលគ្រូបរៀននឹងរៀនម្ដងទៀតហើយបើសិនជាមានកិច្ចការត្រូវធ្វើទៀតពេលរៀនអត់យល់ប៉ុណ្ណឹងយើងត្រូវធ្វើម៉េចដើម្បីយល់ឬក៏អាចធ្វើកិច្ចការសាលាទាំងអស់ហ្នឹងអញ្ចឹងនៅពេលហ្នឹងប្រសិនបើអូខេកិច្ចការមួយពីរអីហ៎ចុះបើសិនជាមុខវិជ្ជា10ត្រូវមានកិច្ចការទាំងអស់ហ្នឹងធ្វើឲ្យទាន់ពេលវេលាហើយយើងអត់ចេះទៀតតើយើងត្រូវធ្វើអំណាអញ្ចឹងអីសំខាន់មែនទែនគឺព្យាយាមសួរព្យាយាមស្វែងរកជំនួយឲ្យគ្រូបញ្យល់បន្ថែមឬក៏ព្យាយាមគេហៅថាឲ្យមិត្តរួមថ្នាក់របស់យើងបញ្យល់នៅពេលដែលគាត់យល់អញ្ចឹងទៅអានឹងគឺជាចំណុចមួយដែលយើងគួរតែព្យាយាមស្វែងរកជំនួយមិនថាអ្នកស្គាល់គ្រូបរិញ្ញាឬក៏មិត្តភ័ក្តិរបស់យើងឯងខ្ញុំចាំថាកាលពីខ្ញុំរៀនឆ្នាំទី1កាលនោះខ្ញុំទៅចិនតំពងហើយត្រូវរៀនភាសាហើយកាលនោះគឺកូវីដទៀតមានថាខ្ញុំត្រូវធ្វើចតុរស័ក្តិក្នុងបន្ទប់ហ្នឹងសឹងថា6ខែពេញហើយយើងរៀនបតាហ្នឹងគឺថាកាលនោះគឺខ្ញុំរៀនអត់យល់មែនទែនភាសាចិនហើយត្រូវរៀនគេហៅថាដល់ឆ្នាំទី2គឺត្រូវរៀនប្លង់ត្រូវរៀនសឹងថាពេលចូលរៀនអត់យល់គ្រូនិយាយពីអីនៅពេលដែលគ្រូឲ្យកិច្ចការមកធ្វើទៅអត់យល់ហើយពីច្រើនខ្ញុំព្យាយាមលាក់ទុកអត់ហ៊ានសួរគេខ្លាចអន់អត់ហ៊ានសួរមិត្តរួមថ្នាក់ហើយនៅពេលដែលគ្រូសួរថាយល់អត់ឆ្លើយតែបង្ខំថាយល់តែខ្លួនឯងអត់យល់សោះអញ្ចឹងមានថាការពីឆ្នាំទី1ទី2ហ្នឹងគឺជាឆ្នាំមួយដែលខ្ញុំពិបាកបំផុតមកទី1គឺកូវីដទី2គឺបញ្ហាសិក្សារបស់ខ្ញុំហ្នឹងគឺខ្ញុំជួបបញ្ហាហើយប៉ុន្តែខ្ញុំអត់សុំជំនួយពីគេទេខ្ញុំព្យាយាមលាក់ហើយវាសឹងថាធ្វើឲ្យខ្ញុំសឹងថាបាក់ទឹកចិត្តខ្លាំងមែនតើវាមិនអីទេក្នុងការសុំជំនួយការសុំជំនួយវាមិនមែនបញ្ជាក់ថាយើងជាមនុស្សអន់នោះទេប៉ុន្តែមានថាយើងកំពុងតែធ្វើខ្លួនឯងកាន់តែយល់ឬក៏ធ្វើខ្លួនឯងកាន់តែអាចដោះស្រាយបញ្ហាទាំងអស់ហ្នឹងបានជៀសវាងការគេចវេះពីបញ្ហាហើយព្យាយាមលាក់ទុកតែម្នាក់ឯងហើយទី4គឺជាអ្វីមួយដែលខ្ញុំគិតថាបងប្អូនគួរតែចងចាំគឺសាកលវិទ្យាល័យគឺមិនមែនជាការរៀនដើម្បីគ្រាន់តែទទួលបានលទ្ធិល្អទេតែចាំថាសាកលវិទ្យាល័យគឺជាពេលវេលាមួយដែលបងប្អូនជួបរឿងជាច្រើនជួបមនុស្សថ្មីបទពិសោធន៍ថ្មីឬក៏អាចធ្វើរឿងជាច្រើនដែលបងប្អូននឹកស្មានមិនដល់អញ្ចឹងមានថាកុំព្យាយាមផ្ដោតគេហៅថាតារៀនពេកព្យាយាមចំណាយពេលខ្លះក្នុងការគេហៅថាទទួលបានបទពិសោធន៍ថ្មីចូលរួមសកម្មភាពសង្គមឲ្យបានច្រើនជួបមនុស្សឲ្យបានច្រើនមួយទៀតអីដែលខ្ញុំគិតថាបងប្អូនគួរតែព្យាយាមគិតហ្នឹងគឺព្យាយាមស្វែងរកមុខជំនាញណាមួយដែលបងប្អូនស្រឡាញ់ហើយផ្ដោតធ្វើវាខ្លាំងធ្វើម៉េចរៀនអំពីជំនាញមួយហ្នឹងឲ្យស៊ីជម្រៅទៅចាំថាសាកលវិទ្យាល័យមិនថាបងប្អូនរៀនជំនាញអីក៏ដោយបងប្អូននឹងរៀនមុខវិជ្ជាដែលមិនសូវជាចាំបាច់ជាច្រើនដែលវាធ្វើឲ្យយើងរវល់អត់មានពេលទៅផ្ដោតអាមុខវិជ្ជាគោលរបស់យើងពេលខ្លះយើងការដែលយើងផ្ដោតធ្វើអីដែលយើងស្រឡាញ់ហ្នឹងពេលខ្លះខ្ញុំព្យាយាមផ្ដោត design ហ្នឹង8ម៉ោងជាប់គ្នាអត់មានអារម្មណ៍ថា stress អត់មានអារម្មណ៍ថាគេហៅថាធ្វើយើងមានសម្ពាធទេមានអារម្មណ៍ថាយើងធ្វើទាំងស្រឡាញ់ហើយយើងបានមើលម៉ោងឯអាហ្នឹងឯងគឺជាចំណុចមួយដែលយើងព្យាយាមគេហៅថាស្វែងរកអីយើងស្រឡាញ់ហើយផ្ដោតធ្វើវាឲ្យខ្លាំងគេហៅថាផ្ដល់នៅការ
ផ្ដោតរបស់យើងទាំងអស់ទៅលើកិច្ចការមួយហ្នឹងអាហ្នឹងគឺជាចំណុចមួយដែលធ្វើឲ្យយើងរីកចម្រើនទៅមុខខ្លាំងមែនទែនហើយលើពីនេះទៀតខ្ញុំគាត់ថានៅសាកលវិទ្យាល័យបងប្អូនអាចនឹងជួបរឿងជាច្រើនអញ្ចឹងព្យាយាមគេហៅថាធ្វើរឿងឲ្យបានច្រើនមិនថាសាកល្បងនៅទម្លាប់ថ្មីឬក៏សាកល្បងនៅសកម្មភាពថ្មីដូចជាការទៅលេងកីឡាវាយធីនីសលេងបាល់ទាត់បាល់ទះវេសេជាដើមតែមិនបងប្អូនមិនចាំបាច់មានភាពស្ទាត់ជំនាញលើអាទាំងអស់ហ្នឹងទេតែព្យាយាមសាកវាឲ្យបានច្រើនតាមអាចធ្វើទៅបានមួយទៀតគឺព្យាយាមដើរលេងឲ្យបានច្រើនខ្ញុំជឿថាការខ្ញុំនៅសាកលវិទ្យាល័យគឺខ្ញុំអាចនិយាយថាកាលណាចិនខ្ញុំដើរលេងបានច្រើនមែនទែនទោះពេលខ្លះខ្ញុំមិនសូវមានលុយក៏ដោយប៉ុន្តែតែចាំថាលុយអាចរកមកវិញបានប៉ុន្តែបទពិសោធន៍អារម្មណ៍នៃការដើរលេងដែលយើងទទួលបាននៅវ័យប្រហែលជា20ឆ្នាំហ្នឹងគឺលុយអាចទិញបានទេលុយយើងអាចរកវិញតាមក្រោយបាននឹងគឺជាចំណុចមួយព្យាយាមដើរបានច្រើនថតរូបឲ្យបានច្រើនអានោះគឺជាចំណុចមួយតែចាំថាដូចខ្ញុំអីទៅណាក៏ដោយដាច់ខាតត្រូវថតរូបឲ្យបានច្រើនទុកមើលឬក៏នៅពេលដែលខ្ញុំសំបីបច្ចុប្បន្នដល់នៅពេលខ្ញុំបើកចូលក្នុងទូរស័ព្ទរបស់ខ្ញុំឃើញរូបចាស់មានអារម្មណ៍ថាសប្បាយចិត្តមានអារម្មណ៍ថានឹកអតីតកាលរបស់ខ្លួនឯងជាដើមហ្នឹងគឺចំណុចមួយដែលបងប្អូនគួរតែព្យាយាមថាចូលរួមសកម្មភាពបានច្រើនមិនថាចូលរួមទៅក្នុងក្លឹបភាសាឬក៏សកម្មភាពផ្សេងៗព្យាយាមចូលរួមឲ្យបានច្រើនតាមអាចធ្វើទៅបានហើយចុងក្រោយគឺជាចំណុចមួយដែលខ្ញុំគិតថាវាគឺជាចំណុចមួយដែលផ្លាស់ប្ដូរជីវិតខ្ញុំខ្លាំងមែនទែនគឺការចាប់ដើមសាកសរនៅពេលដែលយើងកំពុងសិក្សានៅសាកលវិទ្យាល័យហ្នឹងតែចាំថាគ្មានពេលណាដែលបងប្អូនទន្លេច្រើនដូចនៅពេលដែលបងប្អូនរៀននៅសាកលវិទ្យាល័យនោះទេប្រហែលជាបងប្អូនគិតថាអូរៀននៅសាកលវិទ្យាល័យពិបាកការច្រើនបញ្ហាដោយសារតែបងប្អូនគ្រប់គ្រងពេលវេលាបានល្អចឹងហើយបានបងប្អូន stick ឬក៏ជាប់គាំងតាពីកិច្ចការដែលមិនចាំបាច់កិច្ចការខ្លះត្រូវធ្វើ20នាទីតែបងប្អូនពជាពេលទុកចោលអត់ធ្វើវាព្យាយាម chill ចឹងទៅអាហ្នឹងហើយនៅពេលដែលបងប្អូន chill every day សារអាទិត្យអត់មានពេលធ្វើអីក្រៅពីធ្វើការងារបន្ទាន់ដែលពេលខ្លះដាច់យប់ឲ្យបានអីទៀតអញ្ចឹងព្យាយាមคลิกការសំខាន់ឲ្យអស់ខ្ញុំមានគោលការណ៍មួយគឺពីច័ន្ទដល់សុក្រខ្ញុំត្រូវតែផ្ដោតទៅលើសាកលវិទ្យាល័យមិនថារៀនមុខវិជ្ជាគ្រប់ទាំងអស់អត់មានកិច្ចម៉ោងទេកិច្ចការសាលាក៏ត្រូវធ្វើឲ្យអស់ត្រឹមថ្ងៃសុក្រតនេមួយចំនួនធំទៅផ្ដោតសាសឬក៏ការរៀនជំនាញថ្មីដូចជាការចាប់ដើមការពិតមេត្តាការជាដើមអញ្ចឹងខ្ញុំតែងតែព្យាយាមคลิกការសាលារបស់ខ្ញុំឲ្យអស់ត្រឹមថ្ងៃសុក្រសៅរ៍អាទិត្យពីថ្ងៃហ្នឹងខ្ញុំព្យាយាមធ្វើវីដេអូអញ្ចឹងបងប្អូនអាចព្យាយាមធ្វើបែបហ្នឹងមិនថាបងប្អូនមិនមែនជាមនុស្សដែលចូលចិត្តការពិតមេត្តាការក៏ដោយប៉ុន្តែព្យាយាមចំណាយពេលទន្លេឬក៏សៅរ៍អាទិត្យហ្នឹងព្យាយាមកំណត់គម្រោងផ្ទាល់ខ្លួនដែលបងប្អូនគួរតែធ្វើដូចជាការចូលរួមការប្រកួតប្រជែងនានាការចូលរួមសកម្មភាពសង្គមឬក៏សកម្មភាពគេហៅថាផ្សេងៗដែលបងប្អូនគាត់ថាវាមានប្រយោជន៍សម្រាប់ខ្លួនឯងនិងសង្គមជាតិហើយក៏ធ្វើបងប្អូនមានបទពិសោធន៍ច្រើនផងដែរមួយទៀតគឺជាការចាប់ផ្ដើមរៀនជំនាញថ្មីណាមួយមិនថាការ design កាត់តវីដេអូឬក៏ជំនាញផ្សេងៗទៀតបញ្ហាមិនមែនបងប្អូនគេហៅថាអត់មានពេលទេប៉ុន្តែបងប្អូនមកពីទនេពេកហើយចំណាយពេលច្រើនអត់ប្រយោជន៍ទៅលើកិច្ចការដែលមិនចាំបាច់អានោះគឺជាចំណុចមួយចំនួនដែលខ្លួនខ្ញុំផ្ទាល់ខ្ញុំសង្ឃឹមថាខ្ញុំអាចដឹងពីវាធ្វើវាឲ្យបានល្អបំផុតអានឹងគឺជាចំណុចមួយដែលធ្វើឲ្យគេហៅថាផ្ដល់នៅផលវិជ្ជមានជាច្រើនទៅដល់ខ្លួនយើងធ្វើឲ្យជីវិតរបស់យើងគេហៅថាអត់សូវមានសម្ពាធរៀនបែបសប្បាយហើយយើងមានពេលច្រើនក្នុងការធ្វើរឿងដែលយើងស្រឡាញ់ផងដែរអានឹងគឺជាចំណុចមួយដែលបងប្អូនគួរតែពិចារណាសង្ឃឹមថាវីដេអូមួយហ្នឹងគឺមានប្រយោជន៍ទៅកាន់បងប្អូនទាំងអស់គ្នាហើយដូចសំមួយដងអញ្ចឹងខ្ញុំនឹងជួបអ្នកគ្នានៅវីដេអូក្រោយទៀត